រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដាក់ញត្តិសេចក្តីតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពរំលោភបំពានអធិបតេយ្យភាពនិងបូរណភាពទឹកដីពីសំណាក់កងទ័ពថៃនៅតាមតំបន់ព្រំដែននៃខេត្តព្រះវិហារដ៏មានជ័យនិងពោធិ៍សាត់យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅយប់ថ្ងៃទី19ខែមេសាឆ្នាំ2026ក្រសួងការបរទេសបានបង្ហាញភស្តុតាងថាកាលពីថ្ងៃទី18ខែមេសាកងកម្លាំងថៃបានធ្វើសកម្មភាពពង្រឹងការកាន់កាប់ដោយខុសច្បាប់នៅតាមចំណុចសំខាន់មួយចំនួនរួមមានខេត្តព្រះវិហារសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍នៅឃុំស្រអែមស្រុកជាំខ្សានក្នុងតំបន់ប្រាសាទព្រះវិហារខេត្តឧត្តរមានជ័យសាងសង់ផ្លូវនៅក្បែរបង្គោលព្រំដែនលេខ2ជីកលេនដ្ឋាននៅច្រកអន្តរជាតិជប់កគីស្រុកត្រពាំងប្រាសាទសាងសង់ប៉ុស្តិ៍យាមនៅតំបន់ជប់ដើមខ្នោក្រុងសំរោងនិងបន្តឈូសឆាយដីក្នុងតំបន់ថ្មដូនខេត្តពោធិ៍សាត់ប្រើប្រាស់គ្រឿងចាក់ឈូសឆាយដីនៅតំបន់អូភ្លុកដំរីឃុំថ្មដាស្រុកវាលវែងកម្ពុជាបានសង្កត់ធ្ងន់ថាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ជាពិសេសគឺការបំពានលើគោលការណ៍រក្សាសន្តិភាពនិងការគោរពអធិបតេយ្យភាពរវាងប្រទេសជិតខាងតាមសេចក្តីប្រកាសដដែលកម្ពុជាបានប្រកាសជាថ្មីថានឹងមិនទទួលយកដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីដោយឯកតោភាគីណាមួយពីភាគីថៃឡើយទន្ទឹមនេះកម្ពុជាក៏បានអំពាវនាវឲ្យភាគីថៃបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានភាពតានតឹងនិងងាកមកគោរពគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធីវិញ